โดยได้លោកអ្នកបានជ្រាបរួមមកហើយកាលពីសប្តាហ៍មុនថាភូគីមានន័យថាអ្នកដែលកាន់កាប់អចលនវត្ថុដោយស្របច្បាប់ប៉ុន្តែមិនទាន់មានបានកម្មសិទ្ធិក៏មានសិទ្ធិប្រហាក់ប្រហែលនឹងកម្មសិទ្ធិករដែរគឺមានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផលដូចជាជួលប្រវាសជាដើមនិងមានសិទ្ធិផ្ទេរកម្មសិទ្ធិបន្តដូចជាលក់ឬក៏ចែកជាគេមរតកទៅឲ្យកូនចៅបានភូគីដែលកាន់កាប់អចលនវត្ថុត្រឹមត្រូវតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ក្នុងរយៈពេល5ឆ្នាំជាប់គ្នាអាចក្លាយទៅជាម្ចាស់កម្មសិទ្ធិបានក៏ប៉ុន្តែច្បាប់ភូមិបាលដែលចូលជាធរមានកាលពីឆ្នាំ2001បានបិទបញ្ចប់រាល់ការចូលកាន់កាប់ដីធ្លីក្នុងឋានៈជាភូគីមានន័យថាច្បាប់ទទួលស្គាល់តែអ្នកចូលកាន់កាប់មុនឆ្នាំ2001ប៉ុណ្ណោះអ្នកដែលចូលកាន់កាប់ក្រោយច្បាប់ភូមិបាលឆ្នាំ2001ចូលជាធរមានត្រូវចាត់ទុកថាជាការកាន់កាប់ដោយខុសច្បាប់ក៏ប៉ុន្តែច្បាប់ភូមិបាលនេះក៏បានបង្កើតយន្តការមួយដែរដែលមានជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រដែលគ្មានដីនោះគឺការធ្វើសម្បទានដីសង្គមគិច្ចនៅថ្ងៃនេះបណ្ឌិតហែលចម្រើននឹងត្រឡប់មកបកស្រាយបំភ្លឺអំពីសម្បទានដីសង្គមគិច្ចនេះដោយចាប់ផ្ដើមជាបឋមអំពីលក្ខណៈសម្បត្តិនៃអ្នកដែលអាចទទួលបាននៅដីសម្បទានសង្គមគិច្ចលក្ខណៈសម្បត្តិជាមូលដ្ឋានសម្រាប់អ្នកដែលជាមុខសញ្ញាទទួលសម្បទានដីសង្គមគិច្ចនេះគឺមាន5យ៉ាងទី1គឺត្រូវតែមានសញ្ជាតិជាខ្មែរទី2គឺជាមេគ្រួសារដែលមានសមាជិកចាប់ពី2នាក់ឡើងទៅទី3គឺត្រូវតែបំពេញលក្ខណៈវិនិច្ឆ័យខាងផ្នែកហិរញ្ញវត្ថុគាត់មានកម្រិតជីវភាពមួយដែលក្រីក្រតាមការកំណត់របស់ស្ថាប័នមានសមត្ថកិច្ចទី4គឺគាត់មិនត្រូវជាកម្មសិទ្ធិករឬក៏ជាអ្នកកាន់កាប់ស្របច្បាប់លើដីណាមួយនោះទេមិនហើយក៏អត់មានដីសោះហើយនឹងទី5គឺគាត់ត្រូវតែមានលទ្ធភាពក្នុងការបំពេញកិច្ចការងារនិយាយទៅគឺមានលទ្ធភាពកាន់កាប់ដីជាសម្បទានដីសង្គមគិច្ចនេះបាទលើសពីនេះគឺមានបុគ្គលមួយចំនួនទៀតដែលច្បាប់កំណត់ថាគាត់មានសិទ្ធិដោយស្វ័យប្រវត្តិតែម្ដងគឺមានដូចជាមេគ្រួសារជាស្ត្រីដែលបាត់បង់សមត្ថភាពឬក៏ជាអតីតយុទ្ធជនដែលបាត់បង់សមត្ថភាពឬក៏ជាយោធិនដែលរំសាយពីកងទ័ពតើដីសម្បទានសង្គមគិច្ចនេះត្រូវផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃឬក៏ត្រូវមានបង់ថ្លៃឈ្នួលអ្វីដែរសម្បទានដីសង្គមគិច្ចជាការចែកដីធ្លីជូនទៅដល់ប្រជាពលរដ្ឋក្រីក្រអតីតយុទ្ធជនពលីពិការឬក៏បាត់បង់សមត្ថភាពពលកម្មគឺមិនយកកម្រៃទេបាទតើសម្បទាននឹងមានន័យថាអ្នកដែលទទួលបានដីសម្បទានសង្គមគិច្ចនេះអាចកាន់កាប់ដីនេះបានក្នុងរយៈពេលប្រមាណឆ្នាំអ្នកដែលទទួលបាននៅដីសម្បទានសង្គមគិច្ចត្រូវតែកាន់កាប់ដីដែលបានបែងចែកក្នុងក្របខ័ណ្ឌនៃផែនការសម្បទានដីសង្គមគិច្ចនេះក្នុងរយៈពេល5ឆ្នាំដើម្បីคลายខ្លួនទៅជាម្ចាស់កម្មសិទ្ធិលើដីនោះមានន័យថាគាត់ត្រូវតែបំពេញកាតព្វកិច្ចនៃការកាន់កាប់ប្រើប្រាស់ដីធ្លីបង្កមកកម្មផលលើដីដែលបានចែកឲ្យក្នុងក្របខ័ណ្ឌនៃសម្បទានដីសង្គមគិច្ចនេះក្នុងរយៈពេល5ឆ្នាំបើសិនជាគាត់មិនបំពេញទេគាត់បាត់បង់សិទ្ធិលើដីនោះប៉ុន្តែបើសិនគាត់បំពេញគាត់មានសិទ្ធិទទួលបាននៅសិទ្ធិកម្មសិទ្ធិលើដីនោះមានន័យថាគាត់អាចស្នើសុំបានកម្មសិទ្ធិលើដីសម្បទានសង្គមគិច្ចនេះអញ្ចឹងមានន័យថាអ្នកដែលទទួលបានដីសម្បទានសង្គមគិច្ចក៏មានសិទ្ធិដូចជាភូគីមានន័យថាអ្នកដែលកាន់កាប់ដីស្របច្បាប់ពីមុនឆ្នាំ2001នោះមកដែរចំពោះករណីនេះគឺខុសប្លែកខ្លាំងអំពីសិទ្ធិភូគៈគឺភូគីមានសិទ្ធិប្រើប្រាស់អាស្រ័យផលហើយនឹងផ្ទេរបាទហើយគាត់អាចលក់អាចឲ្យដីរបស់គាត់ទៅឲ្យអ្នកណាផ្សេងទៀតបានចំពោះសម្បទាននឹកនៃសម្បទានសង្គមគិច្ចនេះគាត់មិនអាចធ្វើការផ្ទេរសិទ្ធិបានទេគឺគាត់ត្រូវតែបំពេញកាតព្វកិច្ចដែលកំណត់នៅក្នុងកិច្ចសន្យាសម្បទានដីសង្គមគិច្ចដែលគាត់បានចុះជាមួយស្ថាប័នមានសមត្ថកិច្ចតាមពិតទៅចំពោះសម្បទានដីសង្គមគិច្ចនេះគឺជារបៀបដែលរដ្ឋាភិបាលបែងចែកដីធ្លីជូនទៅដល់ប្រជាពលរដ្ឋក្រីក្រជួបប្រទះការលំបាកឬក៏ទទួលរងផលប៉ះពាល់មកអំពីគម្រោងអភិវឌ្ឍផ្សេងៗជាដើមប៉ុន្តែជាយន្តការមួយដែលសម្រាប់ទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋក្រីក្រនោះគាត់យកដីទៅលក់បន្តទៀតដែលធ្វើឲ្យគាត់នៅតែក្រដដែលដោយសារតែគាត់មិនបានកាន់កាប់ដីធ្លីថែរក្សានិងធ្វើអាជីវកម្មផលិតកម្មបង្កមកកម្មផលលើដីនឹងហើយដូច្នេះបានជាច្បាប់កំណត់ថាប្រជាពលរដ្ឋដែលទទួលបាននៅសម្បទានដីសង្គមគិច្ចនេះចាំបាច់ត្រូវតែនៅថែរក្សាអាស្រ័យផលប្រើប្រាស់លើដីនឹងក្នុងរយៈពេល5ឆ្នាំដើម្បីទទួលបាននៅសិទ្ធិកម្មសិទ្ធិលើដីនោះប្រសិនបើនៅក្នុងរយៈពេលកាន់កាប់ដីមិនទាន់គ្រប់5ឆ្នាំស្រាប់តែសម្បទាននឹងទទួលមរណភាពតើសម្បទានដីសង្គមគិច្ចនឹងត្រូវរលាយជាស្វ័យប្រវត្តិហើយដីសម្បទានត្រូវប្រគល់ទៅឲ្យរដ្ឋវិញឬក៏កូនចៅដែលជាទីយាតរបស់អ្នកស្លាប់នឹងអាចកាន់កាប់បន្តបានចំពោះករណីដែលសម្បទាននឹកសង្គមគិច្ចនេះទទួលមរណភាពមុនកាលកំណត់
រយៈពេល5ឆ្នាំនេះទីយារបស់គាត់បានន័យថាក្រុមគ្រួសារនៃសពដែលជាអ្នកទទួលបាននៅសម្បត្តិដីសង្គមកិច្ចនេះគាត់មានសិទ្ធិបន្តអនុវត្តកម្មវិធីសម្បត្តិដីសង្គមកិច្ចនេះបានឲ្យបានគ្រប់5ឆ្នាំដើម្បីមានសិទ្ធិស្នើសុំបានកម្មសិទ្ធិបានន័យថាសម្បត្តិដីសង្គមកិច្ចមិនអាចត្រូវរលាយរលត់ដោយស្វ័យប្រវត្តិដោយសារតែហេតុនៃមរណភាពរបស់សម្បត្តិនិកសង្គមកិច្ចនេះបានទេខ្ញុំចង់សួរបញ្ជាក់សំណួរចុងក្រោយមួយទេតែនៅក្នុងករណីដែលសម្បត្តិដីសង្គមកិច្ចហ្នឹងត្រូវផ្ទេរជាមរតកទៅឲ្យកូនចៅអញ្ចឹងតែរយៈពេល5ឆ្នាំដែលច្បាប់តម្រូវឲ្យកាន់កាប់ដើម្បីបានក្លាយទៅជាម្ចាស់កម្មសិទ្ធិលើដីហ្នឹងត្រូវចាប់ផ្ដើមរាប់ពីដើមឡើងវិញឬក៏អាចរាប់បន្តពីមុនមកបាទកន្លែងនេះគឺច្បាប់យើងមិនដូចជាមិនបានកំណត់ឲ្យច្បាស់អំពីថាតើរយៈពេលបន្តគឺចាប់ពីពេលណាទេប៉ុន្តែជាគោលការណ៍ហើយគោលការណ៍នេះអាចយកជាការបានគឺត្រូវតែរាប់គិតចាប់តាំងពីពេលដែលសពនោះបានទទួលនៅសិទ្ធិសម្បត្តិដីសង្គមកិច្ចពីរដ្ឋមានន័យថាចាប់ពីពេលដែលចូលកាន់កាប់ដំបូងមិនមែនចាប់ពីពេលដែលគាត់កាន់កាប់ក្រោយពីមរណភាពរបស់អ្នកសម្បត្តិនិកសង្គមកិច្ចនោះទេសូមអរគុណលោកហែលចម្រើនខ្ញុំសូមរំលឹកឡើងវិញថាបណ្ឌិតហែលចម្រើនបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់ពីសាកលវិទ្យាល័យប៉ង់ទីអង់សូរបននៅទីក្រុងប៉ារីប្រទេសបារាំងហើយនិក្ខេបបទបណ្ឌិតរបស់លោកគឺសរសេរអំពីវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នលោកជាសាស្ត្រាចារ្យផ្នែកនីតិឯកជននៅតាមសាកលវិទ្យាល័យមួយចំនួននៅក្នុងទីក្រុងភ្នំពេញបញ្ហាដីធ្លីនៅតែជារឿងចម្រូងចម្រាសមួយនៅប្រទេសកម្ពុជារបបកម្មសិទ្ធិចាស់មុនឆ្នាំ1979ត្រូវបានគេលុបចោលអ្នកដែលកាន់កាប់ដីធ្លីក្រោយឆ្នាំ1979នៅតែមានច្រើនគ្នាដែលកាន់កាប់ដោយគ្មានបានសម្គាល់កម្មសិទ្ធិដូច្នេះបានជាមានវិវាទកើតឡើងជាញឹកញាប់ជុំវិញបញ្ហាដីធ្លីនេះក្នុងនីតិយល់ដឹងអំពីច្បាប់នេះខ្ញុំនឹងលើកយកបញ្ហាដីធ្លីមកនិយាយមុនគេដោយចាប់ផ្ដើមដំបូងនៅថ្ងៃប្រហ័សនេះអំពីការកាន់កាប់ដីដោយមិនមានបានដោយមានការឆ្លើយបំភ្លឺពីបណ្ឌិតហែលចម្រើនជំរាបសួរលោកហែលចម្រើនបាទជំរាបសួរលោកហែលចម្រើនចាប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់ពីសាកលវិទ្យាល័យប៉ារីទី1នៃប្រទេសបារាំងហើយនិក្ខេបបទសរសេរតាក់ទងទៅនឹងវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះលោកហែលចម្រើនជាប្រធាននាយកដ្ឋាននីតិកម្មនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធានផ្នែកសិក្សានិងវិភាគគោលនយោបាយអភិបាលកិច្ចនៃឧត្តមរងប្រឹក្សាសេដ្ឋកិច្ចជាតិជាសាស្ត្រាចារ្យផ្នែកនីតិឯកជននៅតាមសាកលវិទ្យាល័យមួយចំនួនហើយក៏ជាសមាជិកគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់នៅទីស្តីការគណៈរដ្ឋមន្ត្រីផងដែរជាខ្ញុំមានសំណួរមួយចំនួនជុំវិញការកាន់កាប់ដីដោយមិនមានបានខ្ញុំចង់លើកឧទាហរណ៍ផ្ទាល់តាមនងថាបើខ្ញុំកាន់កាប់ដីមួយកន្លែងតាំងពីឆ្នាំ1979មកប៉ុន្តែខ្ញុំមិនមានបានកម្មសិទ្ធិលើដីនឹងទេតើខ្ញុំមានសិទ្ធិជាអ្វីនៅលើដីនឹងតើខ្ញុំជាម្ចាស់កម្មសិទ្ធិឬក៏មិនមែនទេបាទចំពោះសំណួរនេះគឺច្បាប់យើងទទួលស្គាល់ថាប្រជាពលរដ្ឋទាំងឡាយណាដែលមិនទាន់មានបានកម្មសិទ្ធិដីធ្លីរបស់ខ្លួនមិនទាន់បានចុះបញ្ជីដីធ្លីទេគាត់មានសិទ្ធិត្រឹមតែជាភូគីបានថាជាអ្នកដែលកាន់កាប់ស្របច្បាប់ដែលច្បាប់ទទួលស្គាល់បាទនៅក្នុងឋានៈខ្ញុំជាភូគីហ្នឹងតើខ្ញុំមានសិទ្ធិធ្វើអ្វីខ្លះលើដីហ្នឹងតើខ្ញុំអាចដាំដុះប្រើប្រាស់ជួលប្រវាស់លក់ឬក៏ចែកបន្តទៅឲ្យកូនចៅដែរឬទេបាទបើនិយាយអំពីសមាជិកនៃសិទ្ធិភូគៈហ្នឹងគឺភូគីម្នាក់មានសិទ្ធិដូចជាកម្មសិទ្ធិករដែរមានតែគាត់អាចប្រើប្រាស់គាត់អាចដាំដុះគាត់អាចយកទៅជួលឬក៏យកទៅប្រចាំឬក៏យកទៅប្រវាស់ឲ្យគេបានថាប្រើប្រាស់អាស្រ័យផលនឹងអាចចាត់ចែងមានតែគាត់អាចផ្ទេរសិទ្ធិឲ្យគេបានដែរច្បាប់របស់យើងកំណត់ថាភូគៈហ្នឹងបង្កើតបានទៅជាសិទ្ធិផនដឹកលើអចលនវត្ថុដែលអាចធ្វើជាកម្មវត្ថុនៃកិច្ចការជំនួយបានមានន័យថាគាត់អាចធ្វើដូចជាកម្មសិទ្ធិករដែរបាទចាំមានន័យថាបើទោះបីជាខ្ញុំអត់មែនជាកម្មសិទ្ធិករក៏ដោយក៏ខ្ញុំអាចលក់ឬក៏ចែកបន្តទៅឲ្យកូនចៅខ្ញុំបានដូចគ្នាដែរបាទគឺត្រឹមត្រូវបាទបើចឹងឧបមាថាបើសិនជាខ្ញុំចែកបន្តទៅឲ្យកូនឬក៏ខ្ញុំលក់ទៅឲ្យនរណាម្នាក់ភាគីដែលទទួលដីបន្តពីខ្ញុំទៅហ្នឹងតើទទួលជាភូគីតដែរឬក៏ជាម្ចាស់កម្មសិទ្ធិបាទគឺអ្នកដែលទទួលសិទ្ធិបន្តពីភូគីហ្នឹងគឺគាត់ទទួលបានត្រឹមតែជាសិទ្ធិភូគៈទេន័យថាมันអាចផ្ដល់ឲ្យលើសពីអ្វីដែលអ្នកគេទទួលមាននោះទេបាទដោយសារមើលទៅឃើញថាស្តៀងគ្នាពេកខ្ញុំចង់សួរបញ្ជាក់មួយម៉ាត់បន្តិចថាតើមានកន្លែងណាដែលខុសគ្នារវាងម្ចាស់កម្មសិទ្ធិនិងភូគីហ្នឹងបាទតកតងជាមួយបញ្ហានេះគឺសិទ្ធិភូគៈហើយនិងសិទ្ធិកម្មសិទ្ធិបើនិយាយអំពីវិសាលភាពនៃសិទ្ធិបានទំហំនៃសិទ្ធិហ្នឹងគឺប្រហែលគ្នាទេប៉ុន្តែសំខាន់គឺស្ថិតនៅត្រង់ការគាំពៀនៃច្បាប់របស់យើងគឺយើងទទួលស្គាល់ការពៀពេញលេញចំពោះសិទ្ធិកម្មសិទ្ធិ
ចំណែកឯសិទ្ធិភោគៈហ្នឹងគឺស្ថិតនៅក្នុងការពិចារណាមានន័យថាអាចនឹងមានការជំទាស់ទៅថ្ងៃមុខបើសិនជាមានករណីវិវាទកើតឡើងមានករណីមានការតវ៉ាទាមទារហ្នឹងគឺជាប្រភពមួយនៃទំនាស់ដែលមានន័យថាជាសិទ្ធិមួយដែលមិនទាន់ដាច់ស្រេចជាសិទ្ធិដែលមានលក្ខណៈជាបណ្ដោះអាសន្នហើយដែលរងចាំធ្វើការទទួលយកសិទ្ធិកម្មសិទ្ធិជាស្ថាពរទៅថ្ងៃមុខក្រោយពីមានការចុះបញ្ជីដីធ្លីនោះមកបាទអញ្ចឹងនៅពេលដែលខ្ញុំកាន់កាប់ដីដោយស្របច្បាប់យូរមកហើយអញ្ចឹងតើខ្ញុំអាចទទួលបានសិទ្ធិជាកម្មសិទ្ធិនៅលើដីនឹងដែរទេហើយបើសិនជាបានតើខ្ញុំត្រូវបំពេញនៅលក្ខខណ្ឌអ្វីខ្លះទៅបាទចំពោះភោគីគឺច្បាប់យើងកំណត់ថាតើតែភោគៈរបស់គាត់មានលក្ខណៈត្រឹមត្រូវតាមច្បាប់ទើបអាចទទួលបាននៅសិទ្ធិកម្មសិទ្ធិបានហើយលក្ខខណ្ឌនៃភោគៈស្របច្បាប់នេះគឺចាំបាច់មានលក្ខខណ្ឌ5យ៉ាងគឺភោគៈនឹងត្រូវតែមានលក្ខណៈសុចរិតណាមានលក្ខណៈវិហិង្សាមិនមានការប្រើអំពើហិង្សានៅពេលចូលកាន់កាប់ហ្នឹងហើយមានលក្ខណៈពិតប្រាកដបានថាគាត់ជាអ្នកកាន់កាប់ពិតប្រាកដត្រឹមត្រូវមិនមែនកាន់កាប់ក្នុងឋានៈជាអ្នកយាមដីឲ្យគេឬក៏យាមចម្ការឲ្យគេទេគាត់កាន់កាប់ក្នុងឋានៈជាម្ចាស់ហើយអាចដឹងឮជាសាធារណៈនិងចុងបញ្ចប់គឺមានលក្ខណៈជាបន្តបន្ទាប់ដែលមិនមានការអាក់ខានមានថាគាត់នៅបន្តកាន់កាប់ជាតារាព្រៀងមករហូតមកដល់បច្ចុប្បន្នដោយមិនបានលះបង់ដីទុកចោលឲ្យឃ្លាតរយៈពេលមួយចន្លោះដែលធំធេងនោះទេបាទដែលខ្ញុំកាន់កាប់ជាប់លាប់ដោយស្របច្បាប់បំពេញតាមលក្ខខណ្ឌតែប្រមាណខ្លួនហ្នឹងតើមានរយៈពេលប្រមាណដែលខ្ញុំអាចក្លាយទៅជាម្ចាស់កម្មសិទ្ធិច្បាប់របស់យើងកំណត់ថាភោគៈត្រូវតែបំពេញលក្ខខណ្ឌទាំង5យ៉ាងហ្នឹងក្នុងរយៈពេល5ឆ្នាំជាប់គ្នាហើយកម្មវត្ថុនៃភោគៈមានដីដែលគាត់កាន់កាប់ហ្នឹងត្រូវតែស្ថិតនៅជាដីដែលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋឧបមាថាមានប្រជាពលរដ្ឋខ្លះឬក៏មន្ត្រីរាជការខ្លះគាត់ទៅកាន់កាប់នៅស្នាក់នៅក្នុងទីតាំងដីរបស់សាលារៀនឬក៏ដីមន្ទីរដែលគាត់កាន់កាប់តាំងពីក្រោយ79មករហូតមកនេះគាត់អ្នកខ្លះគាត់ចង់ទាមទារបានកម្មសិទ្ធិលើដីនឹងដែរប៉ុន្តែច្បាប់យើងមិនអនុញ្ញាតទេដីនឹងចាត់ទុកថាជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែលមិនអាចធ្វើកម្មសិទ្ធិបានទេអញ្ចឹងកាន់កាប់ហ្នឹងកម្មសិទ្ធិឯកជនបាទអញ្ចឹងកាន់កាប់ហ្នឹង5ឆ្នាំហ្នឹងបំពេញតាមលក្ខខណ្ឌហ្នឹងហើយក៏ដោយក៏មិនទាន់តែការកាន់កាប់ហ្នឹងមិនមែនជាការកាន់កាប់ទៅលើដីរបស់រដ្ឋទៀតបាទអត់មិនមែនជាដីដែលចូលក្នុងចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបានជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋបាទមួយទៀតថាតើក្នុងរយៈពេលខ្ញុំបំពេញតាមលក្ខខណ្ឌហ្នឹងហើយរយៈពេលខ្ញុំកាន់កាប់មកហ្នឹងក៏5ឆ្នាំហើយដែរតើខ្ញុំបានទទួលសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីហ្នឹងជាស្វ័យប្រវត្តិឬក៏ខ្ញុំត្រូវតែបំពេញនៅនីតិវិធីរដ្ឋបាលផ្សេងជាមុនសិនទើបខ្ញុំអាចបានសិទ្ធិជាម្ចាស់កម្មសិទ្ធិសិទ្ធិកម្មសិទ្ធិមិនអាចទទួលបានដោយស្វ័យប្រវត្តិទេមានន័យថាភោគីដែលកាន់កាប់នៅលើដីធ្លីរបស់ខ្លួនតាមលក្ខខណ្ឌស្របច្បាប់ហើយចាំបាច់ត្រូវតែចុះបញ្ជីកម្មសិទ្ធិសិនទើបអាចទទួលបាននៅសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីរបស់ខ្លួនបាទនៅពេលដែលយើងកាន់កាប់ជាភូគីនៅឡើយមិនទាន់ខ្លាចជាម្ចាស់កម្មសិទ្ធិមានបានអ្វីជាសម្គាល់ថាខ្ញុំជាភូគីទោះបីតែមិនមែនជាបានកម្មសិទ្ធិក៏ដោយតែមានប្រភេទបានបែបហ្នឹងដែរទេនៅក្នុងការអនុវត្តជាក់ស្ដែងតាក់ទងជាមួយបញ្ហាហ្នឹងកន្លងមកមុនជាប់ភូមិបាលឆ្នាំ2001ចូលចូលមានក៏យើងមានក្រោយជាប់ភូមិបាលឆ្នាំ2001ចូលចូលមានក៏យើងមានគេឲ្យឈ្មោះថាបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុច្បាប់ភូមិបាលឆ្នាំ2001នេះបានកំណត់ថាក្នុងពេលដែលរងចាំបង្កើតកសាងសិភៅគោលបញ្ជីដីធ្លីប្លង់សុយដីឡើងវិញគឺរដ្ឋបាលសុយដីមានសិទ្ធិចេញបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំពោះភោគៈដែលកំពុងតែមានតាំងពីដើមរហូតមកប៉ុន្តែបាននេះខ្ញុំសូមបញ្ជាក់ថាមិនមែនជាបានកម្មសិទ្ធិទេគឺជាបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលមានតម្លៃត្រឹមតែជាបានភោគៈដែលអាចធ្វើការជំទាស់វិញបាននៅពេលដែលមានការចុះបញ្ជីជាលក្ខណៈប្រព័ន្ធចឹងតើមានបានកម្មសិទ្ធិទៅជាកម្មសិទ្ធិស្ថាពរមិនអាចជំទាស់បានបាទចាំបាច់ត្រូវតែមានបានកម្មសិទ្ធិដែលយើងច្បាប់យើងកំណត់ថាជាបានស្ថាពរមិនអាចជំទាស់តវ៉ាបានហើយបានកម្មសិទ្ធិហ្នឹងគឺច្បាប់កំណត់ថាចេញនៅពេលដែលមានការចុះបញ្ជីជាលក្ខណៈប្រព័ន្ធមួយទៀតដោយសារពីដើមដំបូងខ្ញុំបានឲ្យឧទាហរណ៍មកថាខ្ញុំកាន់កាប់ដីនឹងតាំងពីឆ្នាំ1979មកតែដោយសារមានច្បាប់ភូមិ